អ្នកទាំងអស់គ្នាដែលចូលចិត្តបញ្ចូលសំឡេងនៅក្នុងវីដេអូរបស់យើងណាមិនថានៅក្នុង iMovie ឬក៏ CapCut អញ្ចឹងបើសិនជាអ្នកខ្លះគេហៅថា voice over អ្នកគ្នាថតវីដេអូហើយយើងបញ្ចូលសំឡេងតាមក្រោយអញ្ចឹងណាអញ្ចឹងបើសិនជាបញ្ចូលសំឡេងហ្នឹងយើងប្រើម៉ៃល្អក៏ដោយឬក៏ម៉ៃទូរស័ព្ទក៏ដោយពេលដែលយើងធ្វើការ record សំឡេងយើងឬក៏បញ្ចូលសំឡេងតាមក្រោយហ្នឹងបើសិនជាយើងអត់ប្រើកម្មវិធីណាជំនួយទេគឺការ voice សំឡេងរបស់យើងហ្នឹងគឺវាស្គោកឬក៏វាស្ងួតវាអត់ដូច studio គេហៅថត microphone ធំៗអញ្ចឹងណា sound card អញ្ចឹងណា ចឹងនេះខ្ញុំមកនឹងខ្ញុំប្រាប់ចែកម្លែកអ្នកគ្នាតាក់ទងជាមួយនឹងរបៀបធ្វើយ៉ាងម៉េចពេលយើង voice over ក្នុងវីដេអូរបស់យើងដូច Studio អញ្ចឹងអ្នកគ្នាដូចសំឡេងក្នុង Studio អញ្ចឹងអ្នកនរគ្នាអាចមើលវីដេអូនេះហើយអ្នកនរគ្នាអាចធ្វើបានទេតោះអញ្ចឹងមុនអ្នកគ្នា voice over នៅក្នុង CapCut ឬក៏នៅក្នុង iMovie មុនដាក់សំឡេងយើងធ្វើការចូលទៅកាន់សំឡេងកន្លែង voice recording របស់យើងណាដើម្បីយើងកែសំឡេងសិនអញ្ចឹងយើងចូលកន្លែង voice over មកយើងអាចថតហើយឬក៏ថតហើយយើងកែតាមក្រោយអញ្ចឹងអ្នកគ្នាអាចចុចកន្លែងនេះមកអញ្ចឹងអ្នកគ្នាអាចចុចកន្លែងត្រី3ក៏បានឬក៏ចុចកន្លែងខាងនេះក៏បានដែរអញ្ចឹងចុចកន្លែងហ្នឹងហើយបន្តមកទៀតវានឹងលោតបែបនេះហើយអ្នកគ្នាចុចកន្លែងផ្ទាំងកន្លែងសេរី edit នេះមកតមកទៀតអ្នកគ្នាធ្វើការចុចពាក្យថា studio voice អ្នកគ្នាអាចឃើញយើងចុចពាក្យ studio voice មកបន្តមកទៀតអ្នកគ្នាទាញសំឡេងវាឲ្យកប់មកសំឡេង studio ហ្នឹងគឺ100%មកបន្តមកទៀតអ្នកគ្នាអាចចុច tick មកហើយចាក់សាកមើលមកអូខេវានឹងឮសំឡេងងុំក្អួនកៅមែនទែនដូចសំឡេងនៅក្នុង studio អញ្ចឹងទោះបីយើងថតម៉ៃទូរស័ព្ទក៏ដោយអញ្ចឹងបន្ទាប់មកយើង tick ហើយយើងអាច share ចូលទៅក្នុង iMovie ឬក៏ CapCut ទៅលើវីដេអូដែលយើងចង់បន្ថែមអញ្ចឹងណាអ្នកនាងចង់ដាក់ voice over អញ្ចឹងមកអញ្ចឹងវាសំឡេងវាមានសំឡេងបាសធ្ងន់ដូចយើងប្រើ microphone ធំអញ្ចឹង microphone ល្អអញ្ចឹងអូខេនេះខ្ញុំថតតែទូរស័ព្ទឯអ្នកគ្នាហើយមួយទៀតអ្នកគ្នាបើសិនជាអ្នកគ្នានិយាយដក clear វែងពេកអញ្ចឹងណាអញ្ចឹងអ្នកគ្នាចង់ធ្វើការកាត់កន្លែងយើងទុកខ្យល់នេះកន្លែងនេះអញ្ចឹងវានៅសល់ចន្លោះវែងអញ្ចឹងអ្នកគ្នាអាចភ្ជាប់វាដោយមិនបាច់កាត់ម្ដងមួយដូចគ្នាដែរយើងមិនបាច់កាត់ម្ដងមួយទេយើងគ្រាន់តែចុចកន្លែង equal line នេះកន្លែង edit នេះតោះទៀតអ្នកគ្នាចុចកន្លែង skip silent ហ្នឹងមានន័យថាកន្លែងណាដែលយើងនិយាយហើយយើងទុកឲ្យវាមានថាយើងអត់និយាយអញ្ចឹងវានឹងរំលងតែម្ដងឧទាហរណ៍យើងចាក់មកយើងរំលងអ្នកគ្នាអញ្ចឹងពេលដែលយើងបើកមុខនេះនឹងហើយពេលដែលយើងកន្លែងដែលយើងអត់និយាយអញ្ចឹងវា skip ទៅមុខតែម្ដងអញ្ចឹងយើងមិនចាំបាច់កាត់ម្ដងមួយអ្នកគ្នាអញ្ចឹងបន្ទាប់ពីយើង edit ហើយយើងធ្វើការ tick មកហើយយើងអាចយើង share វាចូលទៅក្នុងកាន់iMovie ឬក៏ CapCut របស់យើងដើម្បីដាក់ក្នុងវីដេអូរបស់យើងកាន់តែ logic មែនទែនអូខេអញ្ចឹងនេះគឺជាវីដេអូមួយសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានដើម្បី voice over ទៅលើវីដេអូរបស់យើងឲ្យមានភាពទាក់ទាញឬក៏សំឡេងកាន់តែធ្ងន់បាយ